ទុកលេងថតទស្សនភាពនៅតាមស្ទឹងស្រាប់តែដល់ចំណុចមួយហើយក៏បានប្រទះឃើញសត្វក្រពើដ៏ធំមួយក្បាលពេលនោះផងដែរពួកគាត់ក៏មិនបង្អង់យូរនោះដែរតាមប្រមាញ់ក្រពើនេះទាល់តែបានតែម្ដងប៉ុន្តែការប្រមាញ់សត្វក្រពើដ៏ធំមួយក្បាលនេះគឺវាមិនងាយនោះទេដូចអ្វីដែលយើងគិតនោះទេពេលខ្លះយើងគិតថាពេលឃើញវានៅស្ងៀមបែបនេះគិតថាងាយនឹងប្រមាញ់វាខ្លាំងមែនទែនតែតាមពិតសត្វក្រពើទាំងអស់នេះឃើញតែវាធំពេលខ្លះវាក៏ខ្លាចមនុស្សដែរព្រោះដោយសារនៅក្នុងតំបន់នេះគឺជាតំបន់ដែលគេប្រមាញ់សត្វក្រពើយកអស់ជាច្រើនក្បាលផងដែរការប្រមាញ់មួយក៏មិនមែនជារឿងងាយនោះដែរសម្រាប់ពួកគាត់ពេលខ្លះគ្រាន់តែវាក្លិនមន់ដែលគេដាក់មាត់ទឹកក៏វាអាចមកដាក់បានដែរព្រោះដោយសារវាអត់ឃើញមានមនុស្សនៅកន្លែងនោះប៉ុន្តែតំបន់ខ្លះដែលក្រពើដែលធំជាងគេគឺមានតែតំបន់មួយនោះទេគឺតំបន់ស្ទឹងមុនដំបូងគេមិញហ្នឹងឯងប៉ុន្តែក្រុមពួកគាត់បានទៅប្រមាញ់យកសត្វក្រពើធំនោះគឺដាក់សន្ទូចយកសត្វក្រពើនឹងតែម្ដងប៉ុន្តែក្រពើដែលគាត់ដាក់ត្រូវគឺមិនមែនក្រពើដែលធំដែលបានប្រទះឃើញនោះទេគឺជាសត្វក្រពើដែលទូចមែនទែនគឺជាកូនរបស់វាតែម្ដងដោយសារតែក្រពើធំមួយក្បាលនោះគឺអត់ត្រូវទេសង្ស័យតែវាដឹងមុនថាគេដាក់យកនេះដើម្បីដាក់យកវាទៅវាដឹងមុនប៉ុន្តែកូនរបស់វាគឺវាមិនដឹងថាគេដាក់ដើម្បីយកវាទៅធ្វើម្ហូបឬក៏យកទៅធ្វើអីនោះទេពេលដែលឃើញចំណីហើយវាក៏មិនបង្អង់យូរដែរពិសេសសត្វតូចមិនថាតែសត្វអីនោះទេគឺវាឆោតជាងពួកសត្វដែលធំអាយុកាលច្រើនឆ្នាំផងដែរបរិមអ្នកនេះក៏មិនអស់សង្ឃឹមនោះដែរបន្ទាប់ពីគាត់ដាក់បានយកតែកូនតែប៉ុណ្ណោះទោះបីត្រូវតែកូនក៏មិនអស់សង្ឃឹមនោះដែរគាត់ក៏ព្យាយាមដើម្បីដាក់សន្ទូចដើម្បីយកសត្វក្រពើបន្តទៀតដើម្បីឲ្យប្រជាពលរដ្ឋគឺរស់នៅបានសុខស្រួលផងដែរហើយក៏រកត្រីរកអីតាមតំបន់នោះបានស្រួលផងដែរក្រពើមិនដឹងថាមានច្រើនប៉ុន្មានក្បាលនោះទេក្នុងស្ទឹងមួយនេះដាក់បានមួយគឺមិនងាយនោះទេទម្រាំតែចាប់បានអាធំគឺមិនងាយនោះដែរហើយបើប្រភេទទូចអីគឺងាយមែនទែនដាក់យកវាប៉ុន្តែប្រភេទពួកមេបាចាស់ច្រើនឆ្នាំហ្នឹងដាក់មិនងាយត្រូវនោះទេបងប្អូនអើយរឿងដែលពិបាកបំផុតនោះគឺពេលដែលវាឃើញមនុស្សហើយគឺវារត់គេចចេញពីមនុស្សប្រដោយសារយើងធ្លាប់ដាក់ត្រូវវាជាច្រើនក្បាលមកហើយគឺវាដឹងមែនទែនពួកសត្វក្រពើធំនឹងនិយាយពីថារឿងដែលដាក់យកវាគឺពិបាកមែនទែន